我们一起默祷。សូមអធិក្នុងចិត្ត 阿门。 អាមែន 奉主耶稣圣名。 ក្នុងព្រះនាមព្រះយេស៊ូវ 祷告之前呢，我们来看几节圣经。 មុននឹងអធិដ្ឋានសូមយកមកមើលព្រះគម្ពីរប្រមាណខ 因为传福音是非常的重要 ដោយសារការផ្សព្វផ្សាយនឹងល្អនោះគឺពិតជាសំខាន់ 要救人的灵魂。 ព្រោះត្រូវសង្គ្រោះព្រលឹងវិញ្ញាណមនុស្ស 请看马太福音 សូមមើលព្រះគម្ពីរម៉ាថាយ 16章的26节。 ចំពុក16ខ26 马太福音16章26节。 ព្រះគម្ពីរម៉ាថាយចំពុក16ខ26 ក្នុងព្រះនាមព្រះយេស៊ូវខ្ញុំសូមអានព្រះគម្ពីរម៉ាថាយចំពុក16ខ26 ត្បិតបើមនុស្សណានឹងបានលោកីទាំងមូលតែបាត់ព្រលឹងទៅនោះតាមមានប្រយោជន៍អ្វីដល់អ្នកនោះឬតាមមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញអាមែន 阿门。 អាមែន 主耶稣在这里这样说啊， ព្រះយេស៊ូវទ្រង់មានបន្ទូលនៅទីនេះថា 如果人他赚了全世界， បើសិនជាមនុស្សបានលោកីទាំងមូល 如果他生命死了， ប៉ុន្តែជីវិតរបស់គាត់បានបាត់បង់ហើយ 这个有什么用呢？ តើមានប្រយោជន៍អ្វីទៅ 嘿，人要拿什么来换生命？ តើមនុស្សយកអ្វីយកមកបដូរជីវិតបាន 我们有时候听到那些有钱人 ពេលខ្លះយើងឮអ្នកមានលុយគេនិយាយថា 在生病的时候， នៅពេលដែលគេឈឺ 那个家里的人说啊， អ្នកផ្ទះហ្នឹងបាននិយាយថា 医生啊， គ្រូពេទ្យ 不管是花多少钱， គ្រូពេទ្យអើយមិនខ្វល់ថាអស់ប្រមាណទេ 只要能够救活我们家里的人， ឲ្យតែជួយសង្គ្រោះអ្នកផ្ទះខ្ញុំបាន 再多的钱都没有问题的。 អស់លុយច្រើនប៉ុណ្ណាក៏អត់បញ្ហាដែរ 但是医生还是摇头， ប៉ុន្តែគ្រូពេទ្យនៅតែកវីក្បាល 我们已经努力了， ថាពួកយើងខំប្រឹងអស់ពីសមត្ថភាព 我 ហើយ 们想尽办法要救了， ពួកយើងនឹងរកវិធីសាស្ត្រជួយអស់ហើយ 用最好的药来治疗也没有办法。 ប្រើថ្នាំដ៏ល្អជាងគេមកព្យាបាលក៏នៅតែអត់មានមធ្យោបាយដែរ 所以呢，家属再怎么要求， អញ្ចឹងអ្នកផ្ទះហ្នឹងសុំវល់ពេទ្យយ៉ាងណាក៏ដោយ 再多的钱没有办法来救人的生 លុ 命。 យច្រើនប៉ុណ្ណាក៏ដោយក៏មិនអាចជួយសង្គ្រោះជីវិតមនុស្សនឹងបានដែរ 就是指着肉体的生命。 អាហ្នឹងគេហៅថាជីវិតខាងសាច់ឈាម 那么这个属灵的生命呢， ចំណែកជីវិតខាងវិញ្ញាណវិញ 就是我们相信耶稣基督， បើន័យថាយើងជឿជាក់លើព្រះគ្រីស្ទយេស៊ូវ 借着耶稣基督十字架上所流的宝血 ឆ្លងកាត់ព្រះគ្រីស្ទយេស៊ូវព្រះអង្គសគត់នៅនឹងឈើឆ្កាង 能够洗净人的罪。 អាចលាងសម្អាតបាបរបស់មនុស្សបាន 所以信而受洗的必然得救。 ដូច្នេះហើយអ្នកដែលជឿជាក់ហើយធ្វើបុណ្យជាមួយទឹកគាត់នឹងបានសង្គ្រោះ 那么他这个价值他的那个钱呐、价值有多少呢？ ហើយតម្លៃនោះតើមានប្រមាណ 比全世界还要多。 បើន័យថាតម្លៃហ្នឹងគឺច្រើនជាងផែនដីទាំងមូល 为什么呢？ ហេតុអីទៅ 因为耶稣基督的生命， ពីព្រោះថាជីវិតរបស់ព្រះគ្រីស្ទយេស៊ូវ 他死了， ទ្រង់សគត់ហើយ 流出了宝血， ទ្រង់បានហូរព្រះលិហិត 那又从死里复活。 ហើយទ្រង់ក៏បានមានប្រជញ្ញរស់ឡើងវិញ 这是用全世界的这些价值无法来得到的。 ចឹងបានន័យថាសកលលោកទាំងមូលហ្នឹងគឺតម្លៃទាំងអស់ហ្នឹងយកមកបដូរក៏បដូរមិនបានដែរ 可见耶稣基督的宝血呢非常的重要。 ចឹងបានន័យថាព្រះលិហិតរបស់ព្រះយេស៊ូវហ្នឹងគឺមានតម្លៃខ្លាំងណាស់ 所以我们信耶稣的人， ដូច្នេះហើយអស់យើងអ្នកជឿព្រះយេស៊ូ 我 វ 们 ទាំងឡា 要 យ 时常来感谢主的大爱。 យើងត្រូវតែអរប្រគុណទ្រង់សេចក្តីស្រឡាញ់ដ៏ធំធេងមួយនេះ 他为我们世界上的罪呢，来钉死在十架上。 ពីព្រោះអីក៏ព្រោះតែបាបរបស់មនុស្សយើងទាំងអស់គ្នាគឺទ្រង់សុខចិត្តរងគ្រោះសគត់នៅនឹងឈើឆ្កាងដើម្បីយើង 感谢神哦。 អរគុណព្រះ 自从2005年 តាំងពីឆ្នាំ2005មក 一直到现在21年， រហូតមកដល់ឥឡូវ21ឆ្នាំហើយ 我们的信徒大概也超过了500个人。 គ្រីស្ទបរិស័ទរបស់យើងប្រហែលជាលើស500នាក់ហើយ 但是呢，这个福音的工作呢，还是很慢。 ប៉ុន្តែដំណឹងល្អនេះគឺពិតជាយឺត 所以我们已经知道了神给我们的责任。 ហើយយើងដឹងហើយថាព្រះផ្ដល់ទំនួលខុសត្រូវមកឲ្យយើង 像这几天为什么一直有慕道者？ ដូចប្រហែលថ្ងៃនេះអញ្ចឹងមិនបានចេះតែមាន
អ្នកស្វែងរកសេចក្តីពិតមក 最主要是我们的祷告， អ្វីដែលសំខាន់គឺការអធិដ្ឋានរបស់យើង 一定要把握机会。 យើងត្រូវតែអធិដ្ឋានដោយក្តោបក្តាប់ឱកាស 当然，从以前听到传道人这样说， តាំងពីដើមអើយមកយើងឮគ្រូពវានិយាយថា 耶稣基督快要来了，耶稣基督快要来了。 ព្រះគ្រីស្ទយេស៊ូវចិត្តយើងមកហើយព្រះគ្រីស្ទយេស៊ូវទ្រង់ចិត្តយើងមកហើយ 因为耶稣基督再来的时候， ដោយសារតែពេលដែលព្រះយេស៊ូវទ្រង់យើងមក 全世界通通被烧掉、被毁灭了。 ផែនដីទាំងមូលនោះគឺត្រូវបានឆេះរលាយអស់ហើយ 就是世界被毁灭以后，得救的人呢，耶稣把他带到天堂 អ 去 ញ្。ចឹងពេលដែលផែនដីរលាយអស់ហើយគឺមនុស្សយើងអ្នកដែលបានសង្គ្រោះហ្នឹងណាអ្នកជឿដល់ព្រះអង្គហ្នឹងគឺព្រះនឹងលើកគាត់យកទៅឋានសួគ៌ 那为什么耶稣基督还没有来？ ហើយមិនបានព្រះយេស៊ូវឥឡូវទ្រង់មិនទាន់មក 就是因为福音还没有传到全世界。 ដោយសារតែដំណឹងល្អហ្នឹងមិនទាន់ផ្សាយពាសពេញផែនដីនៅឡើយទេ 可见我们的责任非常的重，非常的大。 ដូច្នេះហើយទំនួលខុសត្រូវរបស់យើងពិតជាធ្ងន់ពិតជាធំ 我身为当专职传道33年， ហើយខ្ញុំគឺជាគ្រូគង្វាលដែលធ្លាប់ធ្វើការពេញម៉ោង33ឆ្នាំ 一直到现在当退休的传道做21年了。 រហូតមកដល់ឥឡូវខ្ញុំធ្វើគ្រូគង្វាលដែលចូលនិវត្តន៍21ឆ្នាំហើយ 总共合起来54年了。 អញ្ចឹងសរុបទាំងអស់គឺ54ឆ្នាំហើ 所 យ 以我就看到教会的福音工作很慢很慢。 ដូច្នេះហើយខ្ញុំមើលឃើញដំណឹងល្អខាងវិហារផ្សាយហ្នឹងគឺយឺតមែនទែន 那么神给人开路， ហើយព្រះឲ្យបើកផ្លូវឲ្យមនុស្សយើង 用各种的方法来救世界上的人。 គ្រប់វិធីសាស្ត្រដើម្បីជួយសង្គ្រោះមនុស្សនៅលើផែនដីនេះ 像我们在柬埔寨来讲的话， ដូចជាយើងនៅស្រុកខ្មែរផ្ទាល់ 是其他教会的信徒来带领我们的。 អញ្ចឹងគ្រីស្ទបរិស័ទផ្សេងពហិផ្សេងមកដឹកនាំយើង 比如像徐医师他们啊， ដូចជាស៊ីអ៊ីស្ឺ 他们是别的教会的 ពួកគាត់គឺនៅពហិផ្សេងទេ 其实从外国来到这里做事业的信徒早就有了。 អញ្ចឹងបានន័យថាគ្រីស្ទបរិស័ទដែលគាត់មកស្រុកខ្មែរមកធ្វើមុខជំនួយហ្នឹងគឺបានន័យថាគាត់មកយូរហើយមានយូរហើយ 对，早就有了。 បានន័យថាតាំងពីអើយមកម៉េះគឺគាត់មានយូរមករកស៊ីស្រុក 那 ខ្មែរយូរ 么 ហើយ 为什么不在他们的家里开始传福音？ ហេតុអីមិនចាប់ផ្ដើមផ្សព្វផ្សាយនឹងល្អនៅផ្ទះគាត់ 为什么是柬埔寨人开始？ ហេតុអីបានជាស្រុកខ្មែរចាប់ផ្ដើម 这个也是对， ចំណុចនេះក៏ត្រូវដែរ 因为建立教会 ពីព្រោះហើយយើងចង់សាងពហិមួយ 来信的 ហៅពួកគេមកជឿ 是当地的信徒， គឺត្រូវតែគ្រីស្ទបរិស័ទប្រចាំ 因 ប្រទេស 为他们在这里出生， ពីព្រោះអីពួកគេនៅទីនេះកើតនៅទីនេះ 在这里生活， ហើយក៏រស់នៅទីនេះ 所以我们真耶稣教会、 ដូច្នេះហើយវិហារព្រះយេស៊ូវពិតយើង 柬埔寨教会 ព្រះវិហារនៅស្រុកខ្មែរ 是很单纯的，所以我们柬埔寨人的教会。 គឺយើងស្មោះត្រង់មែនតើគឺជាព្រះវិហារដែលព្រះវិហារជនជាតិខ្មែរជនជាតិដើមពិតហ្មង 这是我们可以大家都会认定的，是说对的，没有 ចឹង 错。 អ្នកណាក៏ទទួលស្គាល់ដែរថាអត់ខុសហើយវិហារព្រះយេស៊ូវពិតគឺជាវិហារខ្មែរវិហារជនជាតិខ្មែរ 当然希望说这么多的华人 ហើយអ្វីត្បិតតែថាមានកូនកាត់ចិនជាច្រើន 能够来信耶稣， គាត់ក៏អាចមកជឿព្រះយេស៊ូវដែរ 对教会的发展多少都有帮助。 ទោះយ៉ាងណាតិចច្រើនក៏វាជាជំនួយដល់វិហារដែរ 但是我们现在的工作呢， ប៉ុន្តែការងារយើងឥឡូវ 不管是柬埔寨人也好， មិនខ្វល់ថាជនជាតិខ្មែរ 华人也好， ឬក៏ជនជាតិខ្មែរកាត់ចិន 我们都可以去传。 ចឹងយើងអាចទៅផ្សាយនឹងលោកឲ្យបានទាំងអស់ 那么主耶稣基督爱我们， ហើយព្រះគ្រីស្ទយេស៊ូវស្រឡាញ់យើង 这个世界越来越乱， ផែនដីនេះកាន់តែញ៉េញ៉ៃឡើង 犯罪的人越来越多， អញ្ចឹងអ្នកដែលធ្វើបាបហ្នឹងគឺកាន់តែច្រើន 也看得出来汉国当中的打仗啦， ហើយយើងអាចមើលឃើញថាប្រទេសហើយនឹងប្រទេស 还有 ប្រទេសមួយហើយប្រទេសមួយហ្នឹងគឺមានចម្បាំង 同样的民呢和那个民打仗， ហើយជួនកាលទៅប្រទេសតែមួយហ្នឹងគឺច្បាំងជាមួយគ្នាហ្នឹងក៏មានដែរ 所以呢，我们看得出来，
主耶稣基督快要再来了。 ចឹងយើងអាចមើលឃើញថាព្រះយេស៊ូវគឺទ្រង់ពិតជាចិត្តយាងមកមែនហើយ 那么为什么主耶稣这么慢来到世界上呢 ហេតុអីក៏ព្រះអង្គយឺតម្ល៉េះយាងមកផែនដី 彼得后书第 ព្រះគម្ពីរ 3章， ពេត្រុសទី ក្នុងព្រះនាមព្រះយេស៊ូវសូម 彼得后书第3章第9节， 2ព្រះគម្ពីរពេត្រុសទី2ជំពូក3ខ9 ក្នុងព្រះនាមព្រះយេស៊ូវសូមអានព្រះគម្ពីរពេត្រុសទី2ចំពោះ3ខ9ព្រះអង្គម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់ដូចជាមានអ្នកខ្លះគិតស្មាននោះទេគឺទ្រង់មានព្រះハរតីអត់ធ្មត់នឹងយើងរាល់គ្នាវិញដោយមិនចង់ឲ្យអ្នកណាមួយវិនិច្ឆ័យឡើយគឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញអាមែន 阿门。 អាមែន 这样看起来的话，我们的神哦，他的心非常的宽。 ចឹងបើយើងមើលទៅគឺព្រះយេស៊ូវគឺទ្រង់បានន័យថាគឺទ្រង់មានប្រតិធំចិត្តទលាយមែនតើ 所以有人一直讲说，主耶稣快要再来， អញ្ចឹងមានអ្នកនិយាយថាព្រះយេស៊ូវចិត្តយាងមកហើយ 哎，他要再来的话， បើទ្រង់យាងមកម្ដងទៀត 啊，福音的门都关起来了。 គឺទ្វារដំណឹងល្អនឹងបិទហើយ 但是神的心啊，非常的宽。 ប៉ុន្តែចិត្តរបស់ទ្រង់ចិត្តរបស់ព្រះគឺធំទលាយចិត្តទលាយណាស់ 在这里这样说， នៅទីនេះបាននិយាយថា 嘿，为什么没有这么快再临呢？ ហេតុអីមិនមកឲ្យឆាប់ឲ្យលឿន 在这里这样讲， កន្លែងនេះបាននិយាយថា 神不是要慢来， ព្រះមិនមែនចង់យឺតមកយឺតទេ 因为他的心很宽啊， ប៉ុន្តែចិត្តរបស់ទ្រង់ទូលាយ 不愿意有一个人没有一个人哦，没有不得救哦。 ព្រោះទ្រង់មិនយល់ព្រមឲ្យមនុស្សណាម្នាក់មិនបានសង្គ្រោះឡើយ 他是愿意每一个人都可以得救， គឺទ្រង់យល់ព្រមឲ្យគ្រប់មនុស្សទាំងអស់បានសង្គ្រោះ 所以可见我们的福音的工作非常的重要。 អញ្ចឹងបានន័យថាការដែលយើងផ្សាយដំណឹងល្អនេះគឺសំខាន់មែនតើក្នុងការផ្សព្វផ្សាយ 啊，所以最近我们的工作， ចឹងថ្មីនេះការងារយើង 我们也看得出来， យើងអាចមើលឃើញ 慕道者 អ្នកស្វែងរកសេចក្តីពិត 每天都有。 ជារៀងរាល់ថ្ងៃតែងតែមាន 最主要，神看到我们的心， អ្វីដែលសំខាន់ព្រះមើលចិត្តរបស់យើងមើលឃើញ 因为他要救每一个人， ពីព្រោះអីទ្រង់ចង់ជួយសង្គ្រោះគ្រប់មនុស្សទាំងអស់ 哎，这是我们看得非常的清楚。 នេះចំណុចនេះគឺយើងមើលឃើញច្បាស់លាស់ 哎，所以呢，我们一定要把握机会， ដូច្នេះហើយយើងត្រូវតែក្តាប់ឱកាស 哎， ឲ្យល្អ 只要有传福音， ឲ្យតែមានការផ្សព្វផ្សាយនឹងល្អ 就可以看得到神同在。 គឺយើងនឹងមើលឃើញថាព្រះគង់នៅជាមួយ 只要去传福音， ឲ្យតែយើងទៅផ្សាយដំណឹងល្អ 就有神迹奇事来证明。 នឹងមានទីសម្គាល់ជាសាក្សី 我们来看马可福音16章20节。 សម្រាប់ព្រះគម្ពីរម៉ាកុសជំពូក16ខ20 马可福音16章20节， ព្រះគម្ពីរម៉ាកុសជំពូក16ខ20ក្នុងនាមយេស៊ូវខ្ញុំអានព្រះគម្ពីរម៉ាកុសជំពូក16ខ20ឯពួកសិស្សគេចេញទៅប្រកាសប្រាប់នៅសពគ្រប់អន្លើដោយមានព្រះអង្គម្ចាស់ធ្វើការជាមួយទាំងបញ្ជាក់ព្រះបន្ទូលដោយទីសម្គាល់ដែលកើតមក តាមក្រោយ តាមក្រោយ អូ ផងនេះវាដាច់កពីខ្ញុំវាដាច់កន្លែងនេះ 没有阿门吗？ ដាច់អក្សរអាមែន 所以呢，我知道有阿门，有写阿门吗？那边有是吧因为我在看这个我这个？OK，段这好个，字段可以。好，那这是主耶稣，听从主耶稣的门徒听从主耶稣的话， អញ្ចឹងកន្លែងនេះបានន័យថាកូនសិស្សរបស់ព្រះយេស៊ូវហ្នឹងគឺស្ដាប់បង្គាប់ព្រះយេស៊ូវ 因为耶稣对他们说， ដោយសារតែព្រះយេស៊ូវគឺប្រាប់ទៅពួកគេ 你们去传福音， អញ្ចឹងថាអ្នករកគ្នាទៅផ្សាយនឹងល្អទៅ 就有神迹奇事。 នឹងមានទីសម្គាល់ហើយ 哎，那么门徒听从主耶稣的话， អញ្ចឹងបានន័យថាកូនសិស្សហ្នឹងគឺពួកកូនសិស្សព្រះយេស៊ូវហ្នឹងគឺស្ដាប់បង្គាប់ព្រះយេស៊ូវ 他们就出去传福音了。 ពួកគេក៏បានទៅផ្សាយនឹងល្អ 那么不管到哪里去， មិនខ្វល់ទៅដល់កន្លែងណាទេ 主耶稣跟他们同工呢， ព្រះយេស៊ូវហ្នឹងគឺគង់នៅជាមួយពួកគេ 也就是说，他们走到那里，主耶稣就跟他们在一起做传福音的工作 អញ្ចឹងប្រកាសណាពេលដែលពួកគេទៅដល់កន្លែងណាគឺព្រះយេស៊ូវហ្នឹងគឺទៅផ្សព្វផ្សាយនឹងល្អជាមួយ
ពួកគេ 有什么证明呢？ មានអ្វីបញ្ជាក់ទៅ 就是神机骑士随着他 បាន 们。 ន័យថាដោយទីសម្គាល់បញ្ជាក់ 哎，那么我想在这里再看另外一个地方， ចឹងមើលកន្លែងផ្សេងមួយទៀត 看哪个先翻到希伯来书第2章， ព្រះកាពីហេព្រើរចំពុកទី 这里讲到的很详细的神的同在。 2កន្លែងនេះនិយាយច្បាស់លាស់មែនតើការគង់នៅជាមួយព្រះយេស៊ូវ 来看希伯来书第2章， ដែលព្រះអង្គគង់នៅព្រះកាពីហេព្រើរចំពុកទី 请念第4节。 2ខទី4ក្នុងនាមព្រះយេស៊ូវខ្ញុំអានព្រះកាពីហេព្រើរចំពុក2ខ4ទាំងមានព្រះធ្វើបន្តជាមួយផងដោយទីសម្គាល់ការអស្ចារ្យនិងការរទ្ធិបារមីជាច្រើនយ៉ាងទាំងចែកព្រះវិញ្ញាណបរិសុទ្ធមកតាមព្រះハរតីទ្រង់ផងអាមែន 阿妹，传福音是神的旨意， អញ្ចឹងប្រកាសណាស់ការផ្សព្វផ្សាយនឹងល្អគឺជាបំណងព្រះハរតីរបស់ព្រះ 主耶稣命令我们去传福音的。 ព្រះយេស៊ូវទ្រង់ដាក់បញ្ជាឲ្យយើងទាំងអស់គ្នាត្រូវតែផ្សព្វផ្សាយដំណឹងល្អ 所以神呢就有神迹奇事来证明。 ដូច្នេះហើយទ្រង់នឹងផ្ដល់នៅទីសម្គាល់ដើម្បីបញ្ជាក់ 这边说百般的异能的一个有很多很多很多的那个很特别的事情啊。 អញ្ចឹងពេលនោះគឺមានរឿងរ៉ាវច្រើនពិសេសលេចឡើងមក 哎，再来就是说圣灵的恩赐啊。 បន្ទាប់មកគឺអំណោយទានពីព្រះវិញ្ញាណ 我们不要以为我们没有去读神学， យើងកុំគិតថាអូយពួកខ្ញុំនេះមិនបានទៅរៀនសាលាកាពីអីផង 哎，只要我们呢有心来传福音， មិនខ្វល់ទេសំខាន់ឲ្យតែយើងមានចិត្តចង់ផ្សាយដំណឹងល្អ 哎，这一次我们发觉到很奇妙， ដោយលើកនេះហើយយើងមានចំណាប់អារម្មណ៍ឃើញថាវាអស្ចារ្យមែនទែន 一个一个来到这边， គ្រប់គ្នាទាំងអស់នោះគឺមកម្ដងម្នាក់គឺមកដល់ទីនេះ 最主要是什么呢？ អ្វីដែលសំខាន់គឺ 因为我们很愿意做传福音的工作， យើងមានចិត្តយល់ព្រមក្នុងការផ្សព្វផ្សាយដំណឹងល្អមែន 所 ទែ 以 ន 我们一起撒种，一直撒种， អញ្ចឹងយើងរួមគ្នាប្រុសប្រពូច 然后我们用祷告呢，求神呢打开人的心呐、 ហើយយើងប្រើការអធិដ្ឋានដើម្បីឲ្យព្រះបើកចិត្តមនុស្ស 那感谢神呐、 អរគុណព្រះ 也是神的意思， ប្រកាសណាស់បំណងរបស់ព្រះ 能够多10几天呢，再留在柬埔寨， ចឹងខ្ញុំបន្តនៅស្រុកខ្មែរហ្នឹងជាង10ថ្ងៃទៀត 我觉得应该这样做才 ពី 对， ព្រោះខ្ញុំគិតឃើញថាខ្ញុំគួរតែធ្វើបែបនេះទៅបានត្រឹមត្រូវ 这是神美好的旨意。 ពីព្រោះហើយនេះគឺជាបំណងល្អរបស់ព្រះ 所以说我们在祷告当中， អញ្ចឹងនៅក្នុងការអធិដ្ឋានរបស់យើង 因为传福音是神所喜欢 ដោយ 的 សារតែការផ្សព្វផ្សាយនឹងល្អហ្នឹងគឺព្រះទ្រង់ចូលចិត្ត 所以呢，主耶稣也喜欢跟我们同在。 ហើយទ្រង់សពព្រះハរតីនៅទ្រង់នឹងគង់នៅជាមួយយើង 他给我们呢，神迹奇事， ហើយទ្រង់នឹងផ្ដល់នៅទីសម្គាល់មកដល់យើង 还有 បន្តមកទៀតនៅមានទៀត 百般的很多的那个能力呀、 ហើយនឹងមានអំណាចសមត្ថភាពប្រជាស្ដាជាច្រើន 还有呢圣灵的恩赐啊。 ហើយនឹងអំណោយទានដោយព្រះវិញ្ញាណទ្រង់នឹងផ្ដល់ឲ្យទៀត 曾经在一个地方， ខ្ញុំធ្លាប់ម្ដងនៅកន្លែងមួយ 瞎眼的阿婆 មានលោកយាយម្នាក់ដែលគាត់ងងឹតភ្នែក 也看不到圣经， គាត់មើលអត់ឃើញគម្ពីរទេ 他是简单的几句话 គាត់គ្រាន់តែនិយាយប្រមាណម៉ាត់ 说信耶稣有平安， គាត់ថាជឿព្រះយេស៊ូវបានសុខសាន្ត 信耶稣可以到天国， ជឿព្រះយេស៊ូវបានឡើងឋានសួគ៌ 这么简单的话， គឺជាពាក្យដែលងាយ 就有很多人来信。 ក៏មានមនុស្សច្រើនមកជឿព្រះ 还有一个人， មានមនុស្សម្នាក់ទៀត 圣经他不熟， គម្ពីរគាត់មិនស្គាល់ច្បាស់ទេ 神叫他去传福音， ព្រះហៅគាត់ទៅសាយនឹងល្អ 哇，讲得非常好， ហើយគាត់និយាយបានល្អមែនតើ 这是神给的、啊。 ទាំងអស់នេះសិតតែព្រះផ្ដល់ឲ្យ 所以神只要用我们， អញ្ចឹងឲ្យតែថាព្រះត្រូវប្រើប្រាស់យើង 神就与我们同在。 ព្រះនឹងគង់នៅជាមួយយើងឯង 我就在想，过去我在柬埔寨， ខ្ញុំគិតឃើញថាពីមុនខ្ញុំនៅស្រុកខ្មែរ 那一个人过来， ម្នាក់ឯងមកម្នាក់ឯង 那时候没有像你们有这样的童工啊。 ពេលនោះអត់មានមិត្តរួមការងារដូចអ្នករាល់គ្នាឥឡូវហ្នឹងទេ 有时候我会在想， ពេលខ្លះខ្ញុំក៏គិត 有一个叫阿香啊，
មានម្នាក់ឈ្មោះពូហេង 然后我们常常在教会查考圣经， ហើយពួកយើងតែងតែរៀនព្រះគម្ពីរជាមួយគ្នានៅព្រះវិហារ 然后祷告， ហើយបន្ទាប់មកអធិដ្ឋាន 因为他不是要真正信耶稣的， ប៉ុន្តែគាត់ចិត្តរបស់គាត់មិនមែនមកចង់ជឿព្រះយេស៊ូវពិតៗនោះឡើយ 他也不是真正很会翻译的， ហើយគាត់ក៏មិនសូវចេះបកប្រែអីប្រហែលដែរ 反正他没有事啊， ប៉ុន្តែគាត់ដោយសារគាត់អត់មានការងារធ្វើ 所以他姐姐愿意他再来教会帮忙， ចឹងបងស្រីគាត់ថាឲ្យមកជួយទៅមកជួយធ្វើទៅ 但是神也会用他， ប៉ុន្តែព្រះក៏ប្រើប្រាស់គាត់ 为什么我们的福音会传到跟在妹那边去？ ចឹងយើងអាចគិតមើលដំណឹងដូចនេះឲ្យទៅបានដំណឹងល្អរបស់យើងផ្សាយទៅដល់ស្រុកកំចៃមា 那时候没有什么工人呢， ពេលនោះអត់មានអ្នកធ្វើការបម្រើព្រះទេ 就是阿兴陪我过去的， មានតែពូហេងកំដរខ្ញុំទៅ 那段时间已还被不经联络还过去了。 ក៏កន្លងផុតទៅ 后来的翻译人 ក្រោយ 员， មកក៏មានអ្នកបកប្រែក្រោយបន្តទៀ 所 ត 以神的带领很奇妙。 អញ្ចឹងការដឹកនាំរបស់ព្រះហ្នឹងគឺសំខាន់មែនតើ 后来撒润呐、汉达利的事情呐、 បន្ទាប់មកមានសរុនដាលី 用那个圣灵的感动啊， រឿងរ៉ាវរបស់គាត់គឺត្រូវព្រះវិញ្ញាណរបស់ព្រះរំជួលចិត្ត 说告诉达利要跟撒润结婚呐、 ថាប្រាប់ទៅដាលីថាត្រូវរៀបការជាមួយនឹងសរុន 然后呢，撒润和提兰， ហើយសរុនធេរ៉ាន 他们以前是别的教会的 ពួកគាត់ពីដើមឡើយគឺនៅព្រះវិហារដតី 啊，所以就一个拉进来了， ហើយក៏ពួកគាត់ទាញគ្នាមកម្ដងមួយចូលមក 也是成为我们现在最主要的工人。 ហើយក៏คล้ายទៅជាមកដល់សប្តាហ៍ថ្ងៃនេះគឺជាអ្នកធ្វើការបម្រើព្រះដ៏សំខាន់នៅក្នុងវិហារយើង 还有我们教会要准备申请注册在政府。 ហើយព្រះវិហារយើងក៏បានសុំស្នើចុះអាជ្ញាប័ណ្ណ 就是感动我们的买生爸爸来信主， អញ្ចឹងព្រះក៏រំជួលចិត្តពុកម៉ែនសឿនឲ្យមកជឿព្រះអង្គដែរ 奇妙不奇妙？ អស្ចារ្យទេ 所以我今天看到这拉力， អញ្ចឹងថ្ងៃនេះដែរខ្ញុំមើលឃើញរ៉ាឌី 不要以为说他小小的， យើងកុំគិតឃើញថាអូយគាត់ទុយញៀបណាស់ 他愿意给神用， ប៉ុន្តែឲ្យតែគាត់យល់ព្រមឲ្យព្រះប្រើប្រាស់ 那神同在， ព្រះនឹងគង់នៅជាមួយ 会救很多的 គាត់ 人 នឹងអាចជួយសង្គ្រោះពលឹងវិញ្ញាណមនុស្សបានជាច្រើន 尤其现在你们都听得懂圣经的道理， ជាពិសេសឥឡូវហ្នឹងយើងទាំងអស់គ្នាចាប់ផ្ដើមស្ដាប់យល់នៅព្រះបន្ទូលរបស់ព្រះក្នុង 就 គម្ 是 ពីរ 我觉得这次来， អញ្ចឹងខ្ញុំមកលើកនេះហ่ะ 充满了信心， ខ្ញុំចាក់បំពេញទៅដោយជំនឿចិត្ត 而且很喜欢查考圣 ហើយ 经 ស。ប្បាយចិត្តចូលចិត្តរៀនព្រះគម្ពីរ 为什么呢？ ហេតុអី 神的话听了以后， ដោយសារព្រះបន្ទូលព្រះហ่ะពេលដែលយើងស្ដាប់ហើយ 分享了以后， ពេលដែលយើងចែកចាយហើយ 不但给我们信心， ធ្វើឲ្យយើងតែមានជំនឿចិត្តថែម 心中充满了满足的喜乐 ធ្វើឲ្យចិត្តយើងចាក់បំពេញទៅដោយភាពសប្បាយរីករាយ 啊！所以因此呢，我们刚刚讲的道理， ដូច្នេះហើយព្រះបន្ទូលដែលយើងនិយាយអំបញ្ញមិញ 可见传福音是神看重的， បានន័យថាការផ្សព្វផ្សាយនឹងល្អនោះគឺព្រះមើលសំខាន់ 传福音神所最喜欢的。 ការផ្សព្វផ្សាយនឹងល្អនោះគឺព្រះសពហាតីគឺទ្រង់ចូលចិត្តមែនតើ 所以主耶稣100%与我们同工， ដូច្នេះហើយ100%ទ្រង់នឹងគង់នៅជាមួយយើង 用神迹启示 ហើយទ្រង់នឹងប្រើទីសម្គាល់ 各种的那个异能力， បានន័យថាសមត្ថភាពប្រជាស្ដារគ្រប់យ៉ាង 还有圣灵的恩赐啊， ហើយនឹងអំណោយទានដោយព្រះវិញ្ញាណបរិសុទ្ធ 来与我们同在， ទ្រង់នឹងផ្ដល់ឲ្យគង់នៅជាមួយយើងថែមទៀត 来证明我们传的是真的， ដើម្បីបញ្ជាក់ឲ្យឃើញថាដំណឹងល្អដែលយើងផ្សាយនេះគឺជាដំណឹងពិត 能够真正救人的灵魂到天国。 គឺជាដំណឹងដែលអាចជួយសង្គ្រោះពលឹងវិញ្ញាណមនុស្សទៅដល់ឋានសួគ៌ពិតប្រាកដមែន 感谢主， អរគុណព្រះ 一切归荣耀给耶稣基督圣名， គ្រប់យ៉ាងថ្វាយសិរីល្អដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ 从今直到永远。 ចាប់ផ្ដើមពីឥឡូវរហូតដល់អស់កលជានិច្ច 哈利路亚， ហាឡេលូយ៉ា 阿门。អាមែន